ចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាទៀតហើយនៅក្នុងចាវីដេអូខ្លីប្រចាំសប្តាហ៍ចានៅក្នុងខែឧសភាដដែលខែម្សាញ់ដដែលចាដោយខ្ញុំតែងតែចែករំលែកដល់បងប្អូនទាំងអស់គ្នាជាប្រចាំសប្តាហ៍ចាអញ្ចឹងយើងចាប់ផ្ដើមវិភាគជាមួយគ្នាចាប់ពីថ្ងៃ19 20 21 22 23 24 និង 25សង្ឃឹមថាពុកម៉ែបងប្អូននឹងរីករាយហើយក៏សុខសប្បាយទាំងអស់គ្នានៅក្នុងខែម្សាញ់នេះដោយសារបងប្អូនយើងដែលមានខាលមានរោងមានថោះឬមួយក៏មានកលនៅក្នុងតារាងគាត់មានបញ្ហាច្រើនបើសិនជាអ្នកមានខាលមានរោងឬមួយក៏មានថោះនៅក្នុងតារាងនៅក្នុងខែ5នេះគេហៅថាជាខែមួយដែលគាត់មានអារម្មណ៍ថាឯកាកំសត់ជួបរឿងខកបំណងច្រើនគេលៀបពណ៌ប្រកាច់ប្រខូចច្រើនអញ្ចឹងណាហើយសម្រាប់បងប្អូនដែលកើតឆ្នាំកលឆ្នាំថោះឬមួយក៏ឆ្នាំមមែនៅក្នុងខែ5នេះគាត់អាចនឹងមានការផ្លាស់ប្ដូរអ្វីមួយនៅក្នុងជីវិតរបស់គាត់ហើយគាត់ក៏អាចថាមានការធ្វើដំណើរដើរហើរចិត្តឆ្ងាយដូចថានៅអត់សុខអញ្ចឹងហើយអាហ្នឹងមិនបានវាអញ្ចឹងវាជាក្បួនមួយមិនថាឆ្នាំមមែថោះចានឹងកលទេសัตว์ធ្វើដំណើររបស់កលថោះហើយនឹងមមែហ្នឹងគឺជាម្សាញ់នឹងឯងអញ្ចឹងកាលណាដល់ខែដែលជាខែមួយដែលជាសัตว์ធ្វើដំណើររបស់យើងជាយានជំនិះរបស់យើងតែងតែមានអារម្មណ៍ថាចង់ចេញដើរទៅនេះមនុស្សអីអញ្ចឹងហើយបងប្អូនដែលគាត់បានស្ដាប់ហើយគាត់អាចចេញដំណើរនៅក្នុងថ្ងៃល្អម៉ោងល្អវេលាល្អទៅអញ្ចឹងដូចខ្ញុំធ្វើវីដេអូមុនខ្ញុំបានហាមថាម៉ោង9ព្រឹករហូតដល់ម៉ោង11ព្រឹកឬមួយក៏ម៉ោង9យប់រហូតដល់ម៉ោង11យប់យើងកុំឧស្សាហ៍ធ្វើដំណើរហើយ Master Nali របស់យើងក៏គាត់ចេញមកណែនាំបន្ថែមផងដែរហើយខ្ញុំបានវិភាគលេខទូរស័ព្ទជាយូរណាស់មកហើយដែរវីដេអូហ្នឹងក៏ដូចជា Master Nali គាត់បានចុះអត្តលេខាជាមួយនឹងក្រុមហ៊ុនធំរបស់ខ្សែខាតអញ្ចឹងលេខដែលគាត់ប្រាប់ថាលេខណាហងស៊ុយល្អអីហ្នឹងបងប្អូនអាចជ្រើសរើសទៅតាមអ្នកគ្រូមានប្រសាសន៍បានហើយចំណែកបើនិយាយទៅអំពីមិត្តភ័ក្តិក្រុមគ្រួសាររបស់ខ្ញុំឬមួយក៏កងធនាគារឬមួយក៏លេខទូរស័ព្ទទាំងឪពុកម្ដាយអីអញ្ចឹងខ្ញុំគឺដូរតាំងពី2ឆ្នាំមុនមកម្លេះអញ្ចឹងណាចាអញ្ចឹងសម្រាប់លេខទូរស័ព្ទហ្នឹងវាល្អសម្រាប់ការតំណែងទៅដល់មនុស្សជុំវិញខ្លួនហើយបើលេខគណនីយើងអាចថាយើងទុកលុយទៅចេះតែអត់គង់អញ្ចឹងយើងផ្លាស់ប្ដូរចាកងធនាគារណាដែលល្អសម្រាប់យើងទៅយើងទុកលុយរៀងគង់ជាងមុនវាមិនមែន